ក្នុងកម្មវិធីផ្សេងអ្នកទាំងនេះអាចដាក់ auto border បែបនេះបាននៅពេលដែលយើងវាយឈ្មោះអីមួយឈ្មោះផលិតផលអីមួយចូលទៅវាមកទាំងប៉ុណ្ណឹងមកទាំងកាឡាដូចខ្ញុំបង្ហាញក្នុងវីដេអូនេះបាទហ្នឹងគឺយើងអាចធ្វើបានបាទយើងហៅថាដាក់ border កាឡានៃស្វ័យប្រវត្តិឬក៏យើងហៅថា auto border បាទអញ្ចឹងដើម្បីធ្វើការងារហ្នឹងយើងតាមទាំងអស់គ្នាបាទដំបូងអ្នកទាំងគ្នា select សិនមកបាទយើងមានប្រហែលមានពី A ទៅដល់ D បាទអញ្ចឹងអ្នកទាំងនេះ select ទាំងអស់ប្រសិទ្ធពីខាងលើហ្នឹងបាទ select column ទាំង4ហ្នឹងមកហើយអ្នកទាំងនេះចូល home ហើយយកកន្លែង conditional formatting ហ្នឹងដើម្បីយើងដាក់លក្ខខណ្ឌបាទចុចកន្លែង conditional formatting ហ្នឹងយកកន្លែងពាក្យ new manage rule បាទចុច manage rule ហើយអ្នកទាំងនេះចុច new rule បាទលក្ខខណ្ឌថ្មីខាងក្រោមនេះអ្នកទាំងនេះចុចពាក្យ use formula បាទកន្លែងនេះគឺសម្រាប់យើងដាក់លក្ខខណ្ឌបាទអញ្ចឹងយើងដាក់ស្មើចុចកន្លែង A1 បាទកន្លែងកែហ្នឹងបាទបើសិនបើ A1 ហ្នឹងហើយយើងលុបសញ្ញាដុល្លារមួយចេញបាទបើសិនជា A1 វាខុសពីបាទសញ្ញាបែបនេះគឺខុសពីទៅទេតែបើ quote ពីរដងមិនខុសពីទៅទេបើសិនជាវាខុសពីទៅទេឲ្យវាធ្វើអីបាទចុច format មកបើសិនជាវាខុសពីទៅទេចឹងឲ្យវាចេញ border ដាក់ border មកហើយនឹងមានពណ៌ចុច fill បាទយកពណ៌អីយកពណ៌ជជែកមកហ្នឹងហើយអ្នកទាំងចុច OK នៅខាងក្រោមមកចុច OK ម្ដងទៀតកន្លែងនេះចុច apply ហើយចុច OK ទៀតហ្នឹងហើយអញ្ចឹងយើងបានកំណត់លក្ខខណ្ឌហើយអញ្ចឹងនៅពេលយើងវាយមកឲ្យលោថាខ្ញុំវាយផលិតផលទី1បាទផលិតផលទី2ឃើញទេបាទវាលោតមកហើយយើងចង់ម្លងក៏បានវាម្លងក៏វាលោតឲ្យឃើញទេបាទអាហ្នឹងគឺសម្រាប់យើងខ្ជិលដាក់កាឡាច្រើនដងហើយនឹងពណ៌ច្រើនដងពេលយើងដាក់អូតូអញ្ចឹងទៅវាលោតនៅខ្លួនឯងរហូតឃើញទេបាទងាយបាទអញ្ចឹងមានតែប៉ុណ្្នឹងទេបាទវីដេអូចែកម្លេចខ្លីៗបាទសូមអរគុណ